បាទសួស្តីបងប្អូនដែលស្រឡាញ់បាទចូលចិត្តបាទការចិញ្ចឹមមាន់ទាំងអស់ជាទីគោរពស្រឡាញ់បងប្អូនណាបាទជួបគ្នាជាថ្មីជាមួយនឹងខ្ញុំបាទ KH មរោមឬក៏បាក់សីដីខ្សាច់បងប្អូនណាបាទហើយនេះទីតាំងថ្មីដែលបងប្អូនបាទត្រៀមនឹងដាក់បាទស្ទៀវយើងពលាញណាយើងប៉ត់សំណាញ់នេះហើយយើងដាក់បាទមាន់ស្ទៀវយើងពលាញក្រោយអំពីដែលយើងពលាញស្ទៀវហើយទៅយើងបាទតទៅពេលវាហ៊ានទៅយើងចាប់ដាក់នៅក្នុងសុំត្រង់មួយនៅក្នុងបាទរោងនោះហើយសម្រាប់ទីធ្លាកន្លែងនេះគឺល្វឹងល្វើអញ្ចឹងវាសុខភាពមាន់វាល្អដែរបងប្អូនណាការចិញ្ចឹមមាន់នេះវាអាស្រ័យទៅលើទីតាំងដែរបាទបើទីតាំងភូមិសាស្ត្រយើងល្អការចិញ្ចឹមមាន់ហ្នឹងក៏វាបើចំណាយពេលវេលាតិចចំណៃតិចអត់សូវឈឺយើងចំណេញស្វាយនេះធំបាទអញ្ចឹងកន្លែងនេះគឺកន្លែងយើងប្រឡែងបាទស្ទៀវបងប្អូនពួកអីមាន់បើកាលណាយើងក្រុងតាំងពីតូចរហូតដល់ស្ទៀវគឺអស់ចំណៃច្រើនហើយมันងាយធំទៀតណាហើយទីធ្លានេះគឺតលាយឲ្យខ្យល់អាកាសល្អណាស់បាទអញ្ចឹងបងប្អូនដែលបាទចង់តាមដានបាទការផុសការប្រកាសរបស់បាក់សីដីខ្សាច់ឬក៏ KH មរោមនេះបងប្អូនអាចចុចជាវ account នេះម្នាក់មួយទៅបាទខ្ញុំនឹងបាទចេញវីដេអូបាទថ្មីសម្រាប់ចែកជូនបងប្អូនយើងក្នុងការបាទប្រកាសមាន់ក៏ដូចជាបាទការថែទាំមាន់ប៉ុន្តែមួយរយៈនេះខ្ញុំអត់សូវចេញរឿងការថែទាំមាន់បាទរបៀបចិញ្ចឹមមាន់ចាំអីហ្នឹងដោយសារ YouTube ចេះតែចាប់ពេកបងប្អូនហើយយើងថតចំរូបមាន់ទៅវាចេះតែចាប់ពេកណាឥឡូវខ្ញុំនិយាយតែជាសម្លេងទេរឿងរូបភាពខ្ញុំថតទៅជាទេសភាពអីចឹងទៅបាទអញ្ចឹងសម្រាប់បងប្អូនដែលចង់បាទបានមាន់បានអីអាចតំណតំណងមកបាក់សីដីខ្សាច់បានណាបាទទីតាំងគឺនៅកពតបងធានីទូកមាសបាទអរគុណច្រើន